มภูมิខ្ញុំសុទ្ធតែម៉ាប់ដូចតែលក់សាច់កាប់នៅសាតែម្ដងកុំមុំភូមិខ្ញុំសុទ្ធតែម៉ាប់ដូចតែលក់សាច់កាប់នៅសាតែម្ដងម៉ាប់គ្រប់ផ្ទះតែម្ដងរូបអ្នកស្គមអត់មានសោះម៉ងចង់ទៅញ៉ែញងតែអត់សេវាខ្មៅខ្ញុំមិនត្រូវការម៉ែបង្ខំឲ្យយកប្រពន្ធខ្ញុំមិនតែស្រែកយំមិននឹងយកអ្នកណាម៉ែបង្ខំឲ្យយកប្រពន្ធខ្ញុំមិនតែស្រែកយំមិននឹងយកអ្នកណាម្នាក់មានដូចយក្សាអត់ស៊ីនឹងខ្ញុំប្រុសសង្ហាយ៉ាងម៉េចយ៉ាងមកមានតែនៅអេម៉ាប់អញ្ចឹងលេបមិនចូលទេហើយម៉ែខ្ញុំដាក់លក្ខខណ្ឌហាមមិនឲ្យស្រឡាញ់កមុំភូមិផ្សេងទេហើយម៉ែខ្ញុំដាក់លក្ខខណ្ឌហាមមិនឲ្យស្រឡាញ់កមុំភូមិផ្សេងទេម៉ែអើយធ្វើបាបកូនម្លេះទេចង់បានប្រពន្ធស្គមដូចគេមិនដឹងធ្វើម៉េចទេមានតែទ្រាំទៅធ្វើម៉េចទេមានតែទ្រាំទៅឧបមាយុគថ្ងៃសំដំណេកបាប្រពន្ធខ្ញុំដេកសង្កត់ខ្ញុំមិនទៅឧបមាយុគថ្ងៃសំដំណេកបាប្រពន្ធខ្ញុំដេកសង្កត់ខ្ញុំមិនទៅក្បាលពុងធំដូចមេចុងភៅឲ្យខ្ញុំលេបចូលមិនទៅបើគ្រាន់តែផ្លូវឡើងប្រពន្ធសខ្ញុំក៏ក្រមុំម៉ាប់កុំមុំភូមិខ្ញុំសុទ្ធតែម៉ាប់ដូចតែលក់សាច់កាប់នៅសាតែម្ដងកុំមុំភូមិខ្ញុំសុទ្ធតែម៉ាប់ដូចតែលក់សាច់កាប់នៅសាតែម្ដងម៉ាប់គ្រប់ផ្ទះតែម្ដងរូបអ្នកស្គមអត់មានសោះម៉ងចង់ទៅញ៉ែញងតែអត់សេវាខ្មៅខ្ញុំមិនត្រូវការម៉ែបង្ខំឲ្យយកប្រពន្ធខ្ញុំមិនតែស្រែកយំមិននឹងយកអ្នកណាម៉ែបង្ខំឲ្យយកប្រពន្ធខ្ញុំមិនតែស្រែកយំមិននឹងយកអ្នកណាម្នាក់មានដូចយក្សាអត់ស៊ីនឹងខ្ញុំប្រុសសង្ហាយ៉ាងម៉េចយ៉ាងមកមានតែនៅអេម៉ាប់អញ្ចឹងលេបមិនចូលទេហើយម៉ែខ្ញុំដាក់លក្ខខណ្ឌហាមមិនឲ្យស្រឡាញ់កមុំភូមិផ្សេងទេហើយម៉ែខ្ញុំដាក់លក្ខខណ្ឌហាមមិនឲ្យស្រឡាញ់កមុំភូមិផ្សេងទេម៉ែអើយធ្វើបាបកូនម្លេះទេចង់បានប្រពន្ធស្គមដូចគេមិនដឹងធ្វើម៉េចទេមានតែទ្រាំទៅធ្វើម៉េចទេមានតែទ្រាំទៅឧបមាយុគថ្ងៃសំដំណេកបាប្រពន្ធខ្ញុំដេកសង្កត់ខ្ញុំមិនទៅឧបមាយុគថ្ងៃសំដំណេកបាប្រពន្ធខ្ញុំដេកសង្កត់ខ្ញុំមិនទៅក្បាលពុងធំដូចមេចុងភៅឲ្យខ្ញុំលេបចូលមិនទៅបើគ្រាន់តែផ្លូវឡើងប្រពន្ធសខ្ញុំ